រដងធ្លាប់តែញ៉ាំផាត់ឡៅស្លឹកត្រចៀកជ្រូកខស្លឹកត្រចៀកជ្រូកនិងស្លឹកត្រចៀកជ្រូកជាមួយទឹកត្រីផ្អែមមកបងប្អូនពីញ៉ាំហើយមានអារម្មណ៍ថាតលឿនអូយតលឿនខ្លាំងមែនទែនប៉ុន្តែថ្ងៃនេះគឺខ្ញុំយកស្លឹកត្រចៀកជ្រូកមកឆាក្តៅហើយយើងដាក់លីងក្រងតិចណាពេលញ៉ាំទៅគឺមានរសជាតិឆ្ងាញ់ប្លែកតែម្ដងបងប្អូនចាហើយគ្រឿងផ្សំក៏មានអីច្រើនដែរបងប្អូនហើយគឺយើងដាក់ខ្លាញ់ក្តៅមកបន្ទាប់មកគឺខ្ញុំដាក់អំបិលម្ទេសយើងបានបកចូលមានខ្ទឹមមួយម្ទេសយើងឆាខ្ទឹមជាមួយម្ទេសឲ្យចេញក្លិនឈ្ងុយឆ្ងប់តិចទៅចាំយើងចាប់ផ្ដើមដាក់អង្ក្រងចូលចំណែកអង្ក្រងនេះគឺខ្ញុំប្រើប្រហែលជាកន្លះចានចង្កឹះបងប្អូនហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់អណ្ដាតជ្រូកជាមួយជើងមាន់ចូលចំណែកអណ្ដាតជ្រូកជាមួយជើងមាន់នេះគឺយើងបានស្ងោរឆ្អិនរួចហើយបងប្អូនប៉ុន្តែខ្ញុំបានបង្ហាញជូនទេណាចាហើយអណ្ដាតជ្រូកគឺខ្ញុំប្រើចំនួនម្ចាស់ហេងហើយជើងមាន់នេះគឺនៅសល់ពីក្នុងទូរាងយូរដែរស្ដាយក៏ចេះតែប្រមូលយកមកឆាជាមួយគ្នាតែម្ដងណាបងប្អូនចាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមដាក់គ្រឿងទេសចូលមានអំបិលមានប៊ីចេងមានស្ករសគឺខ្ញុំប្រើចំនួន1មុខ1ស្លាបព្រាកាហ្វេហើយចំណែកទឹកត្រីគឺខ្ញុំប្រើចំនួនកន្លះស្លាបព្រាបាយហើយនឹងគ្រឿងផ្សំចុងក្រោយនោះគឺជាប្រេងខ្យងបងប្អូនខ្ញុំដាក់ចំនួន2ស្លាបព្រាបាយបន្ទាប់ពីយើងដាក់គ្រឿងទេសតាមការចូលចិត្តហើយខ្ញុំឆាតែ2 3ត្រឡប់ទេណាបងប្អូនហើយបន្ទាប់មកទៀតនេះគឺខ្ញុំចាប់ផ្ដើមដាក់ស្លឹកក្រូចជាមួយស្លឹកគ្រៃចូលចំណែកស្លឹកគ្រៃគឺខ្ញុំហាន់យកតែផ្នែកគល់សខ្ចីណាបងប្អូនចាហើយបន្ទាប់មកយើងឃើញថាសាច់យើងរាងស្ងួតពេកបងប្អូនដូច្នេះខ្ញុំថែមទឹកចំនួនកន្លះវែកស្លបងប្អូនដើម្បីឲ្យសាច់យើងនៅមានទឹកប៉ែតិចណាចាហើយបន្ទាប់មកនេះគឺយើងបើកភ្លើងឲ្យខ្លាំងតិចណាបងប្អូនបើកភ្លើងឲ្យក្តៅឲ្យខ្លាំងចាំចាប់ផ្ដើមដាក់ម្រះប្រៅចូលជាវាងឲ្យយើងដាក់ម្រះប្រៅចូលពេលភ្លើងអត់ខ្លាំងអីចឹងគឺធ្វើឲ្យម្រះប្រៅយើងឡើងខ្មៅណាបន្ទាប់ពីយើងដាក់ម្រះប្រៅហើយយើងឆាតាមមួយត្រឡប់អីនឹងបានហើយបងប្អូនហើយតែប៉ុណ្ណេះមកគឺឆាក្តៅស្លឹកត្រចៀកជ្រូកដាក់ក្រងមកយើងគឺបានឆ្អិនហើយបងប្អូនយើងអាចរកចានស្អាតឲ្យមួយមកដើម្បីដុសដាវណាចាចំណែករសជាតិបងប្អូនអើយគឺថាឆ្ងាញ់សឡប់កប់សេរីទាំងម្ដងគឺរសជាតិអេមទាំងម្ដងណាបងប្អូនធ្លាប់តែញ៉ាំស្លឹកត្រចៀកជ្រូករដងបងប្អូនអើយគឺតលឿនហូបបានតែ2 3ម៉ាត់ទេប៉ុន្តែយកមកឆ្នៃធ្វើឆាក្តៅអញ្ចឹងដាក់អង្ក្រងញ៉ាំប៉ះអង្ក្រងគឺជូរហើយដាក់ម្ទេសហឺបន្តិចបងប្អូនអើយគឺថាញ៉ាំជក់មិត្តមែនទេណាចាសម្រាប់មុខម្ហូបមួយមុខនេះហើយយើងអាចយកទៅញ៉ាំជាមួយបាយក៏បានឬយើងយកទៅក្លែមជាមួយអាជីជុំបងប្អូនមិត្តភ័ក្តិអីគឺរឹតតែពិសេសទៀតណាបងប្អូនហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកមាត់ទេបងប្អូនរបៀបធ្វើក៏ងាយហើយការចំណាយក៏មិនជាច្រើនប្រមាណដែរបងប្អូនយើងមានតែស្លឹកត្រចៀកជ្រូកតែមួយចង្ហេងឯមកគឺយើងអាចច្នៃចេញជាមុខម្ហូបនេះបានយ៉ាងឆ្ងាញ់ដើម្បីញ៉ាំជុំគ្នាផងដែរចាឥឡូវនេះការបង្ហាញរបស់ខ្ញុំគឺបានរួចរាល់ហើយក៏សូមអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលតែងតែទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាហើយក៏សូមអរគុណច្រើន